ផ្សិតកញ្ចោយកមកឆារបៀបនេះឆ្ងាញ់ប្លែកមុតមែនតើណាមុនដំបូងយើងលាងផ្សិតកោសឲ្យស្អាតមកត្រាំទឹកឲ្យរាងយូរបន្តិចឲ្យអស់ដីអញ្ចឹងណាបុកខ្ទឹមនិងម្ទេសចូលគ្នាដាក់អំបិលបន្តិចប៊ីចេងស្ករសបុកឲ្យម៉ត់ល្អហើយយើងដួសយកទៅដាក់ផ្សិតយើងដើម្បីប្រឡាក់វាឲ្យចូលជាតិអញ្ចឹងណាហើយយើងថែមប្រេងខ្យង3ស្លាបព្រាមកម្សៅស៊ុប1ស្លាបព្រាហើយយើងច្របល់ចូលគ្នាឲ្យសព្វហើយផ្អាប់ទុកមួយសន្ទុះអញ្ចឹងណាអំបិលទុំវិញយើងចាក់ទឹកក្តៅចូលដើម្បីឲ្យចេញជាតិល្អហើយម្រះប្រៅនេះវិញប្តីខ្ញុំបេះឲ្យពីក្រោយផ្ទះមកឥឡូវដល់ពេលឆាយើងដាក់ប្រេងឆាបន្តិចហើយយើងចាក់ផ្សិតដែលយើងបានប្រឡាក់ហើយនឹងចូលច្បល់មកផ្លែតវារៀងចេញទឹកណាដាក់ទឹកអំពិលទុំចូលតិចច្រើនអីតាមចំណង់ចំណូលចិត្តបងប្អូនជួយចិត្តជូរដិតឬក៏ស្រាលអីយើងភ្លក់មើលអញ្ចឹងណាហើយចុងក្រោយគេគឺម្រះប្រៅនឹងឯងឈ្ងុយឈ្ងប់ឆ្ងាញ់មែនតើណាឥឡូវផ្សិតកញ្ចោឆាម្រះប្រៅអំពិលទុំហិលហោះយើងឆ្អិនណាបងប្អូនមកញ៉ាំទាំងអស់គ្នាហូបអីគេឆាម្រះប្រៅផ្សិតអត់ឆាផ្សិតកញ្ចោរសជាតិហឹរជូរប្រៃផ្អែមឆ្ងាញ់ខ្លាំងចាបងប្អូនចង់បានលបាយក្មេងនំស្ករគ្រាប់គ្រប់ប្រភេទកុំភ្លេចតបជាខូចផ្សារសុកភ្នំក្រវាញចាអរគុណជម្រាបលាជួបគ្នាវីដេអូក្រោយ